ngàyនេះខ្ញុំប្រកាសថាភាពចង់ឆ្លើយសំណួររបស់ប្រគុណចាស់ព្រះអង្គភិក្ខុធម្មជូតោធីពៅណានៅខេត្តពោធិ៍សាត់ដែលព្រះអង្គសួរខ្ញុំប្រកាសណាអាត្មាភាពនឹងអាត្មាឆ្លើយប្រកេនព្រះអង្គមកសាហើយគុណចាស់ព្រះអង្គធម្មជូតោធីពៅនឹងខ្ញុំកណាទៅទេនៅកន្លែងប៉ុនហ្នឹងគឺព្រះអង្គសួរខ្ញុំប្រកាសណាអាត្មាឆ្លើយនៅកន្លែងប៉ុនមកសាហើយប៉ុន្តែនឹកថាសំណួរហ្នឹងវាដូចមានប្រយោជន៍ដែលយើងគួរយល់ដឹងដែរក៏មកនិយាយនៅទីនេះចែកជូនញាតិញោមជាទូទៅទៀតទៅលោកសួររឿងកសាងវត្តទេប៉ុន្តែអាត្មាបែងមករឿងសាសនាដូចគ្នាហ្នឹងហើយលោកសួររឿងកសាងវត្តទេបងលោកសួរថាធ្វើម៉េចឲ្យមានវិធីសាស្ត្រអីក្នុងការកសាងវត្តឲ្យឆាប់រីកចម្រើនអញ្ចឹងអាត្មាបង្វែរពីសំណួរលោកហ្នឹងមិននឹកឃើញថាតើធ្វើម៉េចដើម្បីឲ្យសាសនាយើងរីកចម្រើនដែរដាក់សំណួរទៅញាតិញោមប្រុសស្រីទាំងអស់គ្នាឥឡូវឆ្លើយសំណួរលោកមុនបញ្ជាក់ជូនប្រកាសណាលោកចាស់គ្រប់ព្រះអង្គកាយលោកចង់ដឹងដូចលោកដែរណាព្រះអង្គជាបច្ចាអធិការលោកចង់ដឹងថាតើធ្វើម៉េចឲ្យវត្តឆាប់រីកចម្រើនកសាងដូចម្ដេចលឿននឹងធ្វើពហិមិនឆាប់ហើយធ្វើកត់មិនឆាប់ហើយខ្ញុំប្រកាសណាមិនប្រកែខាងនឹងទេព្រះអង្គសូមអធិស្ឋាននឹងខ្ញុំកណាឆ្លើយទៅខាងលោកខុសឆ្គងអីខ្ញុំកណាមិនប្រកែក្នុងការដឹកនាំកសាងកត់ពហិទេតាំងពីដើមខ្ញុំកណាមកដោយព្រះអង្គក៏ព្រះអង្គឃើញអញ្ចឹងកណាឃើញខ្ញុំកណាចូលចិត្តទៅការអប់រំរឿងកសាងខ្ញុំកណាមិនប្រកែដោយព្រះអង្គផ្សេងទេព្រះអង្គខ្ញុំកណាសារភាពថាខ្ញុំកណាមិនប្រកែក្នុងការកសាងកត់សាលាព្រះវិហារទេប៉ុន្តែបើការអប់រំខ្ញុំកណាមិនប្រកែទេគ្រាន់តែថាចូលចិត្តនិស័យខាងហ្នឹងកណាអញ្ចឹងព្រះអង្គសួរថាតើធ្វើម៉េចឲ្យវត្តឆាប់រីកចម្រើនអត់ពិបាកទេព្រះអង្គអត់ពិបាកទេដើម្បីឲ្យវត្តរីកចម្រើនយើងអត់ចាំបាច់ទៅគៀងគរបរិស័ទទេយើងគ្រាន់តែទូមានខ្លួនយើងឲ្យល្អគ្រាន់តែខ្ញុំប្រកាសណាសូមខមាទោសគ្រាន់តែនិយាយចឹងទៅក្រោយលោកប៉ះពាល់បតីព្រះអង្គថាអីចាប់ព្រះអង្គអ្នកសួរហ្នឹងលោកមិនល្អបរិសុទ្ធទេថាអត់ទេលោកល្អបរិសុទ្ធទេគ្រាន់តែខ្ញុំកណាចង់បញ្ជាក់ណាបញ្ជាក់ថាពីហេតុធ្វើម៉េចឲ្យវត្តយើងឆាប់រីកចម្រើនគឺអត់ពិបាកទេនៅត្រង់យើងទាំងអស់អង្គទាំងព្រះអង្គទាំងខ្ញុំកណាហ្នឹងខំប្រឹងប្រតិបត្តិខ្លួនយើងឲ្យតែល្អបរិសុទ្ធទៅឲ្យគួរជាទីជ្រះថ្លារបស់បរិស័ទទៅគឺគេចូលមកឯងនឹងឲ្យតែគេជ្រះថ្លាគឺគេចូលគេរត់គេស្កាត់រយយើងទៅនៅតាណាគឺតាមរយយើងដែរអាហ្នឹងមិនមែនអាត្មានិយាយទេព្រះសំដែងព្រះអង្គថាយើងប្រតិបត្តិខ្លួនដូចសម័យព្រះអរហន្តផ្សេងលោកមានលៀបហ្នឹងដោយសារតែលោកសង្រួមអន្ត្រីសង្វរៈសីលសង្វរៈលោកសង្រួមបានល្អខ្ញុំមើលបើយើងសិក្សាពីកពីមានប្រធេរៈមកព្រះអង្គលោកមានលៀបសការៈណាយេលៀបសការៈមិនមែនកើតឡើងដោយសារបុណ្យពីអតីតទេគឺលៀបសការៈកើតឡើងអាស្រ័យដោយសារលោកសម្រាប់ជាព្រះអរហន្តហើយលោកសង្រួមរវាងប្រយ័ត្នបានល្អណាយេណាសង្រួមរវាងបានប្រយ័ត្នបានល្អហើយភិក្ខុដតីចិត្តចំណែនចិត្តនិន្ទាលោកចិត្តឆ្ងល់ថាហេតុអីបានលោកចិត្តតែសម្បូរលៀបសការៈដោយសារលោកសង្រួមបានល្អលោកទៅកាន់ទីចំណោមទីណាលោកអត់ដល់ភ្លេចសតិខ្លួនលោកទេញោមណាលោករវាំងប្រយ័ត្នខ្លួនលោកជានិច្ចប៉ុន្តែកុំនិយាយរឿងហ្នឹងវែងឆ្ងាយអាត្មាគ្រាន់តែចង់បញ្ជាក់ថាទី1ព្រះអង្គគ្រាន់តែសង្រួមរវាំងប្រយ័ត្នតាំងព្រះអង្គតែខ្ញុំកណាហ្នឹងកុំនិយាយឲ្យតែព្រះអង្គខ្ញុំកណាក៏ដោយឲ្យតែយើងទាំងអស់គ្នាអ្នកបួសនេះយើងប្រតិបត្តិធម៌អាសិក្ខាវិន័យបានល្អទៅយើងធ្វើខ្លួនយើងឲ្យតែល្អគួរជាទីជ្រះថ្លារបស់បរិស័ទទៅយើងទៅនៅតាណាគឺតាមរយយើងនេះព្រះអង្គទៅនៅកណ្ដាលភ្នំក៏នៅតែគេតាមរយយើងណាអញ្ចឹងគឺសំខាន់ឲ្យតែយើងប្រតិបត្តិទី1យើងប្រតិបត្តិខ្លួនយើងឲ្យតែល្អទៅវត្តយើងរីកចម្រើនហើយប្រសក់គេជ្រះថ្លាគេមកហើយគេលះហើយតែគេជ្រះថ្លាគេចូលហើយគេលះហើយព្រះអង្គយើងមិនបាច់ទៅគៀងគររគេទេមិនមែនមានន័យថាវត្តរីកចម្រើនដោយសារខ្ញុំកណាឃើញវត្តផ្សេងរីកចម្រើនដោយសារគេដាក់ធំបាសតើលោកគ្រូមិនមែនមកពីសារប្រព្រឹត្តធម៌វិន័យទេពេលណាមានប៉ុនគេដាក់ធំបាសពេលណាមានប៉ុនគេដាក់លខោនខែចូលឆ្នាំគេដាក់លខោនខែកឋិនគេដាក់លខោនខែភ្ជុំបិណ្ឌគេដាក់ធំបាសអាត្មាឃើញវត្តខ្លះអញ្ចឹងមែនណាញោមណាទៅទេសនាខែកឋិនមានធំបាសផងមានធំបាសផងមានសេះវិលផងមានលខោនផងមានរបាំតន្ត្រីគ្រប់បែបយ៉ាងទាំងអស់អុយសួរថាមិនក៏ដាក់ច្រើនម៉េះលោកទេសមិនបានទេឲ្យវល់លហឹងពេញទៅវត្តទាំងអស់គាត់ថាបើមិនដាក់អញ្ចឹងមិនមានមនុស្សមកទេគុណបើអាត្មាទៅចង់បានមនុស្សមកទៅអីទេគុណមួយជាពហិជាពាក់គេប្រមាណ10000ដុល្លារទេគុណហើយមិនគៀងគរប្រសក់ឲ្យមកចូលវត្តបានលុយណាសងពហិគេអាត្មាថាញោមហើយញោមឯងចង់បានលុយយកមកកសាងពហិត្រូវហើយមិនខុសទេប៉ុន្តែញោមឯងយកលុយពីមនុស្សដែលចូលមកអត់យល់សោះហ្នឹងមែនអាត្មាថាអញ្ចឹងសូមកម្មាទោសញាតិញោមអ្នកចូលកម្មវិធីបុណ្យមែនថាគាត់អត់យល់ទាំងអស់ប៉ុន្តែពេលខ្លះយើងដាក់លបែងលបាំតន្ត្រីសបាយដើម្បីគៀងគរលុយពីគាត់មកគាត់ចូលដោយសារសបាយទេគាត់មកវត្តមកដោយសារសបាយទេគាត់មិនមកដោយសារយល់ធម៌ណាបើអញ្ចឹងទេណាកាលណាគាត់ចូលមកដោយសារចង់សបាយមិនដោយសារចង់យល់ធម៌អញ្ចឹងមិនមែនសាសនារីចម្រើនទេតិចទៀតចូលរឿងហ្នឹងវាពាក់ព័ន្ធជាមួយរឿងអាត្មាចង់បង្វែរមកថាធ្វើម៉េចឲ្យសាសនារីចម្រើនមិនមែនរីចម្រើនដោយសារកត់ពហិសាលាធំហ្នឹងបានសាសនារីចម្រើនមិនមែនអញ្ចឹងទេតិចទៀតញោមយល់អាត្មានិយាយរឿងនេះសិនព្រះអង្គចង់ដឹងថាតើវត្តរីចម្រើនទៅធ្វើដូចម៉េចមិនដាក់ធំបាសគៀងកោរប្រសក់ឲ្យចូលមកយើងថាវត្តយើងរីចម្រើនដោយសារបានលុយមកកសាងច្រើនមិនមែនអញ្ចឹងទេព្រះអង្គណាដើម្បីឲ្យវត្តយើងរីចម្រើនប៉ុន្តែថាអញ្ចឹងត្រូវ
វត្តរីចម្រើនដាក់ធំបាក់ដាក់លបាយលបាំទៅត្រូវរបស់ព្រះអង្គមែនហ្នឹងគេចូលច្រើនប្រសក់មកច្រើនអាហ្នឹងវត្តរីចម្រើនប៉ុន្តែបើសួរថាតើសាសនារីចម្រើនទេសាសនាអត់រីចម្រើនទេអត់រីចម្រើនទេដោយសារមនុស្សដែលចូលមកអត់យល់សោះចូលមកចូលដោយសារសបាយល្បីតគ្នាថាវត្តហ្នឹងឲ្យតែពេលខែដល់ដឹងតែដាក់គ្រឿងសបាយរីករាយបើអញ្ចឹងយើងនាំគ្នាទៅលេងវត្តហ្នឹងចេះតែតគ្នាមួយឆ្នាំតិចភ្លុកទឹកភ្លុកដៃអាហ្នឹងវត្តព្រះអង្គរីចម្រើនមែនរីចម្រើនដោយថាវរៈវត្ថុកសាងកត់ក៏លឿនកសាងពហិយក៏លឿនកសាងស្អីក៏លឿនប៉ុន្តែបើសំណួរសួរថាតើសាសនារីចម្រើននេះមិនមែនរីចម្រើននេះអត់រីចម្រើនដោយសារមនុស្សអត់យល់ផងណាអត់យល់ផងអញ្ចឹងមើលអាត្មាបង្វែរមើលរឿងយើងនេះវិញតិចចាំទៅសំណួរព្រះអង្គវិញអញ្ចឹងសួរថាសាសនារីចម្រើនដោយសារអីមែនរីចម្រើនដោយសារកត់ពហិយសាលាធំទេរីចម្រើនដោយសារបរិស័ទទាំង4ចម្ពោះនឹងយល់ធម៌ហើយបដិបត្តិធម៌ហើយជាបរិស័ទទាំង4ចម្ពោះអ្នកណាខ្លះអាត្មាគ្រប់ព្រះអង្គណាភិក្ខុនៃឧបាសកឧបាសិកាញោមគ្រប់គ្នានោះបើអញ្ចឹងបរិស័ទទាំង4ចម្ពោះនឹងសាសនារីចម្រើនមិនរីចម្រើននៅត្រង់បរិស័ទទាំង4ចម្ពោះនឹងនាំគ្នាសិក្សាគន្ធតរៈមានន័យទៅរៀនទ្រឹស្ដីពុទ្ធអាវាទព្រះអង្គឲ្យចេះចាំនិយាយងាយស្ដាប់ចេះធម៌ព្រះហើយដល់ឲ្យចេះធម៌ហើយវិបស្សនាតរៈបានដល់ការបដិបត្តិពលត្រូវទី1រៀនធម៌ឲ្យចេះទី2បដិបត្តិតាមព្រះធ្វើខ្លួនយើងឲ្យបរិសុទ្ធញ៉ាំងខ្លួនយើងឲ្យចេះដឹងហើយយើងទទួលមានអ្នកដតីហើយអ្នកដតីគេចេះដឹងហើយគេទទួលមានតគ្នាទៀតអាហ្នឹងសាសនារីចម្រើនយើងធ្វើខ្លួនយើងឲ្យបរិសុទ្ធហើយញ៉ាំងអ្នកដតីឲ្យបរិសុទ្ធតាមយើងអាហ្នឹងហើយសាសនារីចម្រើនព្រះអង្គវានៅតែហ្នឹងទេបើអញ្ចឹងអត់ពិបាកទេសាសនារីចម្រើននៅលើយើងទាំងអស់គ្នាហ្នឹងព្រះអង្គកណានៅលើយើងទាំងអស់គ្នាទាំងបរិស័ទទាំង4ចម្ពោះឲ្យញោមកុំទៅបន្ទោសកុំទៅចោទថាសាសនារិចរិលដោយសារតែសង្ឃហើយកុំទៅបន្ទោសតែសង្ឃមួយមុខពុព្រះសំដែងតែសាសនារីចម្រើននៅលើបរិស័ទទាំង4ចម្ពោះតាំងអាត្មាគ្រប់ព្រះអង្គហ្នឹងហើយតាំងញោមគ្រប់គ្នាហ្នឹងដែរបើអញ្ចឹងឲ្យតែប្រសង់ក្តីញោមក្តីយល់ធម៌បដិបត្តិធម៌តាមព្រះអាហ្នឹងសាសនារីចម្រើនរួចផ្សព្វផ្សាយដល់ក្មេងៗតូចតទៀតទៅសាសនាយើងរីចម្រើនកូនចៅយើងបន្តទៀតចេះដឹងទាំងអស់គ្នាទៀតតច្រើនទៅសាសនារីចម្រើនញោមអាត្មាបង្វែរមកសាសនាយេស៊ូវិញបន្តិចញោមមានឆ្ងល់ថាសាសនាគ្រឹះហេតុអីបានរីចម្រើនលើពិភពលោកខ្លាំងជាងគេជាប់លំដាប់ថ្នាក់លេខ1លើពិភពលោកទេដោយសារអីដោយសារសាសនាគ្រឹះហ្នឹងគឺគេបញ្ចូលមโนគមវិជ្ជាទៅលើខួរក្បាលក្មេងគេយកក្មេងតូចមកចាំហើយគេជាបដោះអាមโนគមវិជ្ជាខួរក្បាលក្មេងហ្នឹងឲ្យចូលក្នុងសាសនាហ្នឹងទាំងអស់ដល់តែក្មេងហ្នឹងធំទៅវាមានការងារទៅមានលទ្ធភាពទៅវាធ្វើការងារមកចាំសាសនាហ្នឹងវិញហើយវាដើរផ្សព្វផ្សាយជួយធ្វើឲ្យសាសនាហ្នឹងរីកចម្រើនបន្តទៀតបញ្យលបន្តរឿងព្រះគេនឹងទៀតរឿងកពីដីកាព្រះគេនឹងតផ្សេងទៀតដោយខ្លះគេយល់គេចេះគេដឹងតាំងពីក្មេងដែរហើយទៅសាសនាយើងមិនរីកចម្រើនដោយសារអីដោយសារយើងចូលវត្តទាំងអស់គ្នាមិនមែនចូលដោយសារយល់ទេណាញោមហើយឪគេឪអាត្មាប៉ុន្តែថាអញ្ចឹងឪអាត្មាគាត់អ្នកបួសចៅអធិការជំនាន់ដើមនេះប៉ុន្តែអាត្មាចង់និយាយថាបើអ្នកខ្លះមិនបានបួសមិនបានរៀនគាត់ចូលវត្តមិនមែនចូលដោយសារយល់ធម៌ទេអ្នកខ្លះទេញោមណាបន្តិចបន្តួចទេអ្នកខ្លះមិនមែនចូលដោយសារយល់ធម៌មិនមែនចូលដោយសារជ្រះថ្លាចូលវត្តដោយសារហេតុ3ទេញោមបានតែសាសនាយើងអត់រីកចម្រើនអាត្មាវិភាគមើលទៅឃើញអញ្ចឹងមិនដឹងថាត្រូវឬខុសហើយញោមចាំជួយគិតអាត្មាមើលតើអាត្មាវិភាគខុសឬត្រូវសាសនាយើងអត់រីកចម្រើនដោយសារយើងម្នាក់ចូលវត្តមិនចូលដោយសារយល់ធម៌មិនចូលដោយសារជ្រះថ្លាអីប្រមាណទេអាពេលខ្លះជ្រះថ្លាប៉ុន្តែជ្រះថ្លាទាំងតែមិនយល់អីហ្នឹងធ្វើបន់តតែមានលុយបានតែធ្វើបន់កើតអាហ្នឹងឯងគេហៅតែជ្រះថ្លាទាំងតែមិនយល់ដូចយើងចូលវត្តចេះតែចូលតាមគ្នាទៅមិនចូលដោយសារយល់ទេណាចូលដោយសារហេតុ3ខ្មែរយើងរាល់ថ្ងៃទី1គឺចូលដោយសារខ្លួនឯងវាចាស់ហើយញោមចាំវិភាគជាមួយអាត្មាបន្តិចមើលអាហ្នឹងឯងដែលសាសនាយើងអត់រីកចម្រើនទី1យើងចូលវត្តចូលដោយសារវ័យយើងវាចាស់ដូចយាយខ្លះអាយុ70 80ហើយកុំឲ្យគេថាយាយហ្នឹងចាស់អាយុ80ហើយប៉ុន្តែមួយថ្ងៃនៅតែកាន់ឈ្នៀងកាន់ឈឹបនៅតែអាលកត្រីនៅតែអាលកទីហុយតាហ្នឹងអាយុ85ទៅហើយប៉ុន្តែមួយថ្ងៃនៅតែទៀមកខ្វេនៅតែតក់ស្រាបើអញ្ចឹងកុំឲ្យគេថាយើងចាស់នោះវាគ្មានធរគ្មានអាកុំឲ្យខ្មាស់គេកុំឲ្យក្មេងគេឌៀមដាមកុំឲ្យគេថាបើអញ្ចឹងយាយយើងនាំគ្នាចូលវត្តគេទៅដោយសារវ័យយើងវាចាស់អញ្ចឹងមែនណាកុំឲ្យគេថាខ្មាស់គេខ្លាចខ្លួនឯងចាស់ទៅមិនស្គាល់វត្តកុំឲ្យគេថាឯងចាស់មិនស្គាល់វត្តព្រោះគេគ្រប់គ្នាតែអាយុ60ជាងគេចូលវត្តសំសិលអឯងអាយុ80ជាងអត់ចូលវត្តកុំឲ្យគេថាឯងនឹងចាស់មិនស្គាល់វត្តអញ្ចឹងចូលវត្តគេទៅញោមឃើញតើអ្វីចាស់បាននាំគ្នាចូលវត្តដោយពីក្មេងមាននាំគ្នាទៅនឹកនេះរៀន3ដករៀនធម៌ព្រះហើយទៅផ្សព្វផ្សាយឲ្យក្មេងក្រោយវាយល់វាដឹងឯណាយើងតើចាស់ហើយបានទៅចូលវត្តហើយទៅចូលវត្តទៅរៀនអីចេះយាយញោមខ្លះសូត្រតែយ៉ាងកេញសូត្រមិនចប់ផងសូត្រម្នាក់ឯងនៅកតាំងរយចង្អេមិនឃើញផងអាត្មានិយាយលេងញោមណាហើយអញ្ចឹងទៅធ្វើឲ្យសាសនាយើងរីកចម្រើនមិនទី1យើងចូលដោយសារវ័យចាស់មិនមែនចូលដោយសារទៅរៀនធម៌យល់ហើយយើងចូលវត្តទេទី2ចូលដោយសារទំនៀមទម្លាប់ខែចូលឆ្នាំជុំបិណ្ឌគេទៅវត្តស្ងាត់ស្រុកឯងមួយឆ្នាំមិនទៅម្ដងកុំឲ្យគេថាឯងមនុស្សថ្មិលអណ្ដេរថៃមនុស្សអត់មានសាសនាខ្មាស់គេឲ្យបើអញ្ចឹងទៅវត្តគេទៅមួយឆ្នាំទៅម្ដង2ដងទៅគេដែរកុំឲ្យគេថាឯងមនុស្សថ្មិលអត់សាសនាខ្ញុំឃើញ
châu vót men châu đời xa vô lên tì mũi châu đời xa chặt tì pí đời xa tầm liêm tầm lọp chăm bài cho bạn nào trâu châu khai mòn son tờ đây cái tàu ngặt sọc anh tới mà kì cầm ơi cái thai anh mới mà lọt sát nam mai ở slap tên từ từ nà tì bay dương châu vót đời xa tập hiệp chăm bài tì mũi đời xa chặt tì pí đời xa tầm liêm tầm lọp tì bay đời xa hiệp chăm bài vậy nẹt sài nẹt khá bởi mình miền phiệp chăm bách ở tàu vót ở tàu lục rồi cha đó là mặt đài slap ở bọc slap rồi có côn chư tự đọc cua ấy môn lục mà sốt môn song cái tiền chăn lia bầm non ấy mà bật ấy chẳng bàn là cái môn lục bàn là cái tàu lục rồi có mai slap slap bong slap ôn slap chẳng bàn tật chơi cái tiền chơi năng chơi chan bàn tên môn lục bàn tên chơi nhà cha bởi sao nó miền nhiệt miền pa nhà ha miền phiệp chăm bách khan mình bàn chẳng thế ở tàu vót rồi lục tàu riêng thò tàu slap thò tàu ấy thế bởi chẳng dương châu vót rồi là ngày sát nay dương mình đi chấm đán đời sai dương mình đẹp nè châu đời sạp hai bay nó nè khá công dây tầng o hay nhôm na bạc bòn nhiệt nhôm khá có riêng sâu che đăng có che khá bật bạc có riêng sâu vô đăng bật bạc tới phần nè khá châu để sai hai bay nó tham gia việc hiện mới ôi đó là chẳng tới dây sát này dương tới chấm ra nó mấy bây dương men châu để sai vô thò phong nó bơi chẳng bằng vai mà đường sầm nua lục ấy đôi khi chẳng đái phong trong ngày vót đi chấm ra men để sai dương đại là bay là bám năng việt trời bạch chợ bòn năng vót dương đi chấm ra men tại dương đại là bay là bám tới cái là bay to cái màu chả cái châuไปchạy chớn tới dương co sang ấy có vi lươn đó phần là phong là bây giờ chẳng mình ai thưa sát na dương ri chấm ra tới đời xa mình nước máu nó được nhom cả này vậy chẳng kia mà châu lắm men châu đời xa kia vô lại na mình đang tập bòn là mạch ba và mạch đang plei na ta can tì lột tục đang plei na chỉ hai nó mới cao tục phong nắng kia mình vô lại xó nó kia mau đời xa sải bên ai cha đã micro bạc cả châuไปchạyให้ai chết châu tam kia tới mật phẹt cái châu là ai chết châu mà quan pram rồi pi quan mà mơn tam kia chẳng tới ai bật thảo châu đời vô là mong kia mình đi vô lại bây giờ ăn miền ban bây vô là kia vô lại đang pi pa nhà bòn bạc con tô lọ cọ plei ta can tì lột tục plei nó mà cả tục phong nắng hồi dương đặt là bay là bám đâm bay kia lôi hai kia mà sải hay kia lôi nắng bơi chẳng kia miền vô phong nắng bơi chẳng men sát na đi chấm ra được nhom cả này vậy trong sát na đi chấm ra dương tầng ọc kia vô thó hay dương nằm kia phải để bạt thó hay dương tụi bị vô to côn to chào dương to thì kia to là hồ tết nắng sát na dương ri chấm ra hơn tụi món bọn cái ná ri chấm ra hơn tụi món cứ nơi tận nắng hồi vót dương ri chấm ra đôi kia đấy trong ri chấm ra tam trời tam thọ tam bên đấy oi tụi bọn cái đấy nhom cả này cái đấy nằm kia phải để bạt thọ oi tụi lọ bò sọt tam thọ tam bên đấy đó thưa luôn dương oi cua chỉ ti chẹt laរបស់បរិស័ទទៅព្រះអង្គឲ្យគេលះអីក៏លះដែរព្រះអង្គគេលះ10 20 30 ម៉ឺនដុល្លារអីគេមិនខ្លាចស្ដាយលុយស្ដាយទ្រព្យរបស់គេទេព្រះអង្គបើអញ្ចឹងកាលណាយើងបដិបត្តិខ្លួនប្រតិបត្តិខ្លួនឲ្យល្អទៅគេជ្រះថ្លាគេរីករាយគេពេញចិត្តកាលណាយើងប្រតិបត្តិខ្លួនយើងឲ្យតែល្អទៅគេជ្រះថ្លាគេរីករាយគេពេញចិត្តគេលះអីក៏គេលះដែរព្រះអង្គគេសប្បាយចិត្តនឹងលះជាមួយយើងគ្មានស្ដាយសំណោះអីទេឲ្យតែយើងធ្វើខ្លួនយើងឲ្យគួរជាទីជ្រះថ្លានៃអ្នកដទៃបើអញ្ចឹងវត្តយើងដឹកនាំដូចគ្នាដែរបើអាចារ្យមិនឆ្លោះគ្នាតែពីរឿងលៀបសការៈវត្តយើងអត់ល្បីតែពីរឿងឆ្លោះគ្នាជេរគ្នាហែកគ្នាតែពីរឿងលុយរឿងកាក់ទេវត្តយើងតាំងលោកក៏ល្អតាំងអាចារ្យក៏ល្អតាំងយាយជីក៏ល្អប្រព្រឹត្តធម៌តាមវិន័យគួរជាទីជ្រះថ្លាបរិស័ទគេទៅសើតគ្នាគេមកគោរពបូជាឃើញអញ្ចឹងមែនបើអញ្ចឹងល្បីតគ្នាពីរឿងវត្តយើងល្អមានគុណធម៌មានសេចក្តីល្អប្រព្រឹត្តព្រហ្មចរិយធម៌មានសេចក្តីល្អគ្រប់គ្នាទៅទាំងប្រសង់ទាំងប្រសក់នឹងមានគុណធម៌មានសេចក្តីល្អប្រព្រឹត្តព្រហ្មចរិយធម៌មានទានមានសិលមានភាវនាសិលសមាធិបញ្ញាក្នុងខ្លួនអន្ត្រីសង្វរៈសីលសង្វរៈយើងសង្រួមរវាងប្រយ័ត្នបានល្អទៅដល់ប្រសក់គេមកគេឃើញអញ្ចឹងគេជ្រះថ្លាគេចូលហើយព្រះអង្គហើយមិនបាច់ទៅគៀងគរគេទេហើយប្រសក់ដែលចូលមកគ្នាតិចចូលមកដោយសារយល់ធម៌និងជ្រះថ្លាព្រះអង្គខ្ញុំកណាសូមលើកទឹកចិត្តព្រះអង្គនេះគឺជាប្រសក់ពិតគឺជាបរិស័ទពិតប៉ុន្តែបើបរិស័ទចូលដោយសារព្រះអង្គដាក់ធំបាស 10000 នាក់អត់ស្មើនឹងបរិស័ទពិតម្នាក់ទេព្រះអង្គបើអញ្ចឹងព្រះអង្គយកបរិស័ទពិតម្នាក់បរិស័ទពិតម្នាក់ស្មើនឹង 10000 នាក់មានន័យថាម្នាក់នឹងគ្នាយល់ធម៌គ្នាដឹងធម៌គ្នាជ្រះថ្លាក្នុងបេះដូងគ្នាអស់ពីចិត្តមកតែហ្មងអាហ្នឹងព្រះអង្គមានតែម្នាក់ប្រសើរជាងមាន 10000 នាក់បើចង់ឲ្យសាសនាយើងរីកចម្រើនបើចង់ឲ្យវត្តយើងរីកចម្រើនណាព្រះអង្គណាខ្ញុំហើយបើចង់ឲ្យសាសនាយើងរីកចម្រើនប៉ុន្តែបើចង់ឲ្យវត្តរីកចម្រើនបច្ចុប្បន្នហ្នឹងព្រះអង្គដាក់បន្តទៀតទៅប៉ុន្តែបើសួរតើសាសនារីកចម្រើនខ្ញុំកណាតើអត់រីកចម្រើននៅតែនឹងទេដោយសារមនុស្សមកច្រើនប៉ុន្តែមកអត់យល់ផងអញ្ចឹងខ្ញុំកណាមិនវែងទេសូមបញ្ជាក់ប៉ុណ្ណឹងថាបើចង់ឲ្យវត្តរីកចម្រើនទាំងព្រះអង្គក្រីទាំងកណាក្រីនាំគ្នាបដិបត្តិធម៌អាសិក្ខាវិន័យឲ្យតែល្អទៅទាំងសង្ឃទាំងប្រសក់ទាំងអាចារ្យទាំងយាយជីក្នុងវត្តនឹងធ្វើខ្លួនយើងឲ្យគួរជាទីជ្រះថ្លាទៅប្រសក់គេមកហើយមិនបាច់ទៅគៀងគរគេទេមួយទៀតដើម្បីឲ្យសាសនារីកចម្រើនគឺយើងចូលវត្តដោយយល់ទាំងអស់គ្នានិយាយឲ្យងាយស្ដាប់យើងយល់ធម៌ឲ្យបដិបត្តិធម៌ទាំងអស់គ្នាទៅទាំងប្រសង្ឃទាំងប្រសក់ហ្នឹងហើយយើងយកអាចចំណេះចេះដឹងហ្នឹងទៅចែកទៅផ្សព្វផ្សាយដល់អ្នកដែលមិនយល់ឲ្យគាត់យល់ដោយយើងរៀនអក្ខរកម្មអញ្ចឹងញោមមើលមួយម៉ាត់ទៀតចុះកាលជំនាន់បែកពីអពតយើងមិនមានទស្សនៈមួយទៅរៀនអក្ខរកម្មហ្នឹងគឺគេនិយាយទស្សនៈមួយគេនិយាយថាម៉េចញោមទស្សនៈមួយក្រោយពីបែកអពតហើយគេបញ្យល់ថាអ្នកចេះច្រើនពង្រៀនអ្នកចេះតិច
អ្នកចេះតិចបង្រៀនអ្នកមិនចេះបើអញ្ចឹងសាសនាយើងដូចគ្នាដែរយើងអ្នកចេះធម៌ច្រើនយើងរួមគ្នារៀនធម៌ឲ្យបានច្រើនដល់តែយើងចេះច្រើនទៅបង្រៀនអ្នកចេះតិចហើយអ្នកចេះតិចទៅបង្រៀនអ្នកអត់ចេះអ្នកមានសទ្ធាខ្លាំងទៅបញ្យល់អ្នកមានសទ្ធាល្មមអ្នកមានសទ្ធាល្មមទៅបញ្យល់អ្នកដែលមិនមានសទ្ធាជឿកម្មជឿផលបើអញ្ចឹងកាលណាយើងយល់យើងដឹងយើងផ្សព្វផ្សាយយើងចែករំលែកនៅពុទ្ធវចនៈនឹងឲ្យអ្នកដទៃគ្នាយល់គ្នាដឹងហើយគ្នាបានបដិបត្តិស្វែងយល់កាន់តែច្រើនទៅយល់ធម៌កាន់តែច្រើនទៅតំណឹងហើយសាសនាយើងរីកចម្រើនហើយណាព្រះអង្គហើយញាតិញោមប្រុសស្រីគ្រប់គ្នាដូចគ្នាបើអញ្ចឹងខ្ញុំបកករណាមិនវែងទេសុំតែប៉ុណ្្នឹងខ្លីប៉ុណ្ណឹងចុះខ្ញុំបកករណាសំដែងទៅនឹងខុសឆ្គងអីយ៉ាងណាសូមបកករណាលោកចាស់គ្រប់ព្រះអង្គសំណាក់ខន្តីអ្នកជាស្រ័យញាតិញោមប្រុសស្រីគ្រប់គ្នាក៏ដូចគ្នាក្រែងលោកខ្ញុំបកករណាអាត្មានិយាយទៅខុសឆ្គងអីយ៉ាងណាបេះដូងចិត្តនឹងចង់ទៅធ្វើម៉េចឲ្យតាវាត្រូវទេក៏ប៉ុន្តែជួនកាលនិយាយទៅក៏វាមិនត្រូវក្នុងចិត្តញាតិញោមបកករណាទាំងអស់គ្នាដែរគ្រាន់តែចង់ធ្វើម៉េចឲ្យសាសនាយើងរីកចម្រើនគឺមានវិធីយ៉ាងម៉េចគឺយើងចូលដោយយល់ទាំងអស់គ្នាកុំចូលដោយសារតាមគ្នាកុំចូលដោយសារហេតុផ្សេងដូចអាត្មាលើកឡើងណាញោមណាបើអញ្ចឹងសូមបុណ្យកុសលនេះសាយជូនដល់បកករណាលោកចាស់គ្រប់ព្រះអង្គញាតិញោមប្រុសស្រីគ្រប់គ្នាសូមរួចផុតចាកទុកគ្រប់ព្រះអង្គគ្រប់គ្នាណាញោមណាសូមអនុមោទនា